បងប្អូននឹងដឹងភាសាណាទេចាំតិចខ្ញុំនឹងណែនាំឲ្យបងប្អូនដឹងពីភាសាហ្នឹងណានេះផ្លូវចូលណាឥឡូវខ្ញុំបានមកដល់ហើយបងប្អូនតែមួយចម្លាក់មើលពឿថ្មហើយនឹងរូបចម្លាក់នៅខាងលើហើយនឹងថ្មវាយក្រៀមកន្លែងហ្នឹងគឺក្នុងទ្វារដែលយើងចូលមកពីទិសខាងជើងណាបងប្អូននេះគេហៅថាប្រាសាទបន្ទាយសំរែស្អាតមែនបងប្អូនឥឡូវខ្ញុំដើរទៅខាងជើងខាងកើតបងប្អូននេះចកចូលសំខាន់នៅប្រាសាទបន្ទាយសំរែបងប្អូនគឺចូលពីទិសខាងកើតឥឡូវនេះកំពុងតែជួសជុលដោយក្រុមហ៊ុនអាល្លឺម៉ង់គឺគាត់សម្រាប់ពីការងារបងប្អូនអានេះគឺនេះហើយនឹងតោកំពុងតែជួសជុលឡើងវិញដោយក្រុមហ៊ុនអាល្លឺម៉ង់បងប្អូនមើលនេះដូនតាយើងពិតជាមហាអស្ចារ្យហើយគាត់យកថ្មបាយក្រៀមធ្វើជាស្ពានហើយក្រាលនៅខាងក្រោមហើយគាត់យកថ្មភក់នោះក្រាលពីលើដើម្បីលម្អឬក៏ឆ្លាក់រូបផ្សេងអូនេះគឺជាច្រកចូលរបស់ប្រាសាទបន្ទាយសំរែចូលពីទិសខាងកើតហើយមានបង្កាន់ដៃនាគបង្កាន់ដៃតោដែលលម្អដោយសារថាការសង្គ្រាមបាក់បែកអស់ហើយបងប្អូនហើយមួយផ្នែកធំជួសជុលឡើងវិញហើយដែលបាក់បែកកំណត់អីឲ្យបានជួសជុលបងប្អូននេះថ្មនៅខាងក្រោមហើយនេះគឺយើងដើរចូលពីខាងកើតចូលក្នុងប្រាសាទបន្ទាយសំរែបងប្អូននេះយើងដើរចូលពីច្រកខាងកើតមកហើយមុននឹងចូលដល់ក្នុងតួប្រាសាទនៅខាងឆ្វេងនៅខាងស្ដាំដៃគឺមានលបងធ្វើពីថ្មបាយក្រៀមយ៉ាងខ្ពស់ប្រហែលជាអាហ្នឹងចូល10ម៉ែត្រដែរបងប្អូនខ្ពស់ណាហើយជុំវិញហ្នឹងយើងលើកមុនគឺជាសាសប៉ាត់ជុំវិញណាដោយសារតែខែប្រាំងទៅវារីងអស់អាហ្នឹងខែឧស្សាហ៍ពេលភ្លៀងវាមានទឹកដក់ទៅសាងខាងជុំវិញណាសម្រាប់ប្រាសាទនេះនៅស្អាតណាបងប្អូនស្អាតណាស់ក្បាច់ក្បូរអីចម្លាក់អីនៅត្រង់ទីដើមទាំងអស់ប៉ុន្តែក្រោយមកក៏បានជួសជុលដោយក្រុមអភិរក្សហើយនិងក្រុមហ៊ុនក្រុមអាល្លឺម៉ង់វ៉ាវស្អាតមែនទេបងប្អូនបើសិនជាមកម៉ោង4ឬក៏ម៉ោង5កន្លះហើយយើងអាចមើលឃើញនៅពឿលក្ខណៈថាពឿមាសឬក៏ពឿក្រហមព្រោះអីមើលថ្ងៃលេខស្អាតខាងក្នុងនេះគឺមានកំពែងប៉ាត់ជុំវិញហើយធ្វើពីថ្មបាយក្រៀមហើយនិងថ្មភក់ហើយចំណែកដែលទ្វារគឺត្រូវបានបាក់បែកមួយផ្នែកធំហើយជុំវិញនេះយើងអាចហៅថាជាស្រះទឹកក៏បានដែរពេលដែលភ្លៀងធ្លាក់មកគឺវាដក់ពេញហ្នឹងយើងអាចហៅថាជាទិសិនព័ទ្ធជុំវិញប្រាសាទហ្នឹងណាអូស្អាតណាស់បងប្អូនពិតជាស្អាតមែនទេចម្លាក់នៅទាំងអស់ណាបងប្អូនអត់មានជួសជុលឡើងវិញណាត្រង់ទីដើមទាំងអស់ស្អាតអស្ចារ្យមែនបុព្វបុរសយើងបានបន្សល់ទុកនៅស្នាដៃដ៏ល្អឯមានតែមួយគ្មានពីរនៅលើលោកឃើញទេបងប្អូនចម្លាក់នៅត្រង់ទីច្រើនណាស្អាតមែនទេស្អាតរកអ្វីនិយាយប្រៀបមិនបានទេនៅខាងឆ្វេងដៃខ្ញុំនេះទាំងស្ដាំទាំងឆ្វេងទាំងស្ដាំមាន
គេថាបានអាឡ័យឬក៏ហៅត្រីណាឥឡូវមើលទ្រង់ទ្រាយហ្នឹងគឺនៅច្រើនអត់សូវបាក់បែកឯណាស្អាតទាំងអស់តួនៅក្នុងប្រាសាទណាហើយនៅខាងឆ្វេងដៃខ្ញុំនេះគឺជារោងទងដែលធ្វើអំពីថ្មភក់ហើយប្រក់ដោយថ្មបាយក្រៀមនេះបងប្អូនមកទស្សនាដល់គ្នាបន្តាបន្ទីសម្រាប់តូចបន្តែស្អាតប្រាសាទនេះផងដែរសាងសង់ដោយព្រះបាទសូរ្យវរ្ម័នទី2ដើម្បីឧទ្ទិសទៅដល់ព្រះនរាយណ៍ក្នុងព្រហ្មញ្ញសាសនាស្អាតទេបងប្អូននេះគេហៅតួប្រាង្គកណ្ដាលតួប្រាសាទកណ្ដាលចាំបន្តិចទៀតខ្ញុំនាំបងប្អូនទៅមើលតួក្នុងថាមានអ្វីខ្លះនៅខាងក្នុងនេះស្អាតមែនទេបងប្អូនរចនាបថប្រាសាទអង្គរវត្តនេះកម្រមានភ្ញៀវមកដល់ណាហើយភាគតិចភ្ញៀវក៏បានមកដល់ទីនេះជាពិសេសភ្ញៀវបរទេសក៏ចូលចិត្តមកទស្សនាប្រាសាទបន្ទាយសំរ៉ែព្រោះវាតូចហើយក្បាច់ក្បូរវាស្អាតចម្លាក់វានៅទាំងអស់រស់រវើកស្នាដៃល្អឯងនៅខាងក្នុងខ្ញុំនេះដូចជាគេនិយាយថាជាភ្នំបុរាណណាចំកណ្ដាលនេះតែរឿងហ្នឹងខ្ញុំមិនសូវដឹងច្បាស់ដែរនៅក្នុងនោះមានអីខ្លះតែខ្ញុំថតឲ្យចែកជូនពុកម៉ែបងប្អូនបានឃើញទាំងអស់គ្នាគេហៅថាបញ្ឈូសសម័យបុរាណណាស្អាតមែនបងប្អូនស្អាតមែនទេចម្លាក់ក្បាច់ក្បូរអ្វីនេះមើលថ្ងៃលិចក៏ស្អាតដែរយើងអាចមើលថ្ងៃលិចបានណាបងប្អូនមើលចម្លាក់នេះមានដឹងថាសត្វអីគេទេគឺនៅខាងស្ដាំដៃគឺជាសត្វហ្នឹងវាមើលច្បាស់ដែរវាអាចថាសត្វគោក៏តិចគឺសត្វអីតិចគឺមកច្បាស់នៅខាងឆ្វេងគឺជាសត្វតោខាងលើនេះមានព្រះគេហៅថាព្រះវិស្ណុព្រះនរាយណ៍ស្អាតមែនទេអូយមើលចម្លាក់ខាងលើណាគឺសត្វហង្សណាចម្លាក់នៅទាំងអស់ស្អាតមែនទេហើយតើមកនៅខាងក្រោមគឺជាទ្វារបាច់ទុកតាំងពីសម័យបុរាណណាបើមើលនេះគេហៅថាតបកផ្កាឈូកនៅទ្រង់ទ្រាយដើមទាំងអស់នៅចំកណ្ដាលគេហៅថាក្របឈូកហើយតបកវាអូមហាអស្ចារ្យមែនស្នាដៃបុព្វបុរសសម័យមុនពីជាខ្លាំងណាបងប្អូនសូមសរសើរមិនបានទេដែលបានបន្សល់ទុកឲ្យនៅស្ថាបត្យកម្មដ៏មហាអស្ចារ្យនេះរាប់រយពាន់ឆ្នាំមកហើយបងប្អូនស្អាតមែនទេរកវិញទឹមមិនបានទេស្អាតខ្លាំងស្អាតមែនទេមើលទៅសនេះគេហៅថាសពេជ្រក្បាច់ក្បូរចម្លាក់ល្អឥតខ្ចោះហ្មងស្អាតមែននេះលក្ខណៈផ្កាអត្តន័យច្រើនណាវាមិនចេះតែមើលទេបើសិនតែស៊ីចម្រៅទៅទៀតគឺខ្លាំងមែនទេតែក្បាច់ក្បូរនៅបរិវេណខាងក្នុងយើងអាចដើរជុំវិញប្រាសាទបើទេសម្រែមានប្រកាន់ដៃធ្វើអំពីនេះហើយនឹងតោប៉ុន្តែដោយសារតោហ្នឹងគឺបាក់បែកអស់ហើយនៅតែនេះដែលសេះសល់ក្រោយមកជួសជុលដោយក្រុមអាជ្ញាធរហើយនឹងក្រុមហ៊ុនអាឡម៉ង់អូនមើលគឺស្អាតណាស់វ៉ាវអាមែនទេអានេះพี่ក៏ចូលចិត្តមកមើលថ្ងៃលិចដែរតានៅប្រាសាទនេះនឹងពុកម៉ែបងប្អូននៅច្រកខាងលិចណាព្រោះយើងដើរចូលពីច្រកខាងកើតហើយនឹងចេញពីទិស
ខាងលិចបងប្អូនអាស្ពាននេះក៏ធ្វើក្រោយណាបើសិនជាអត់បានធ្វើទេពេលខែភ្លៀងគឺទឹកព្រោះអីអាឡៃនេះគឺដូចជាអាងស្តុបទឹកដែរទឹកជំវិញហ្នឹងណាឃើញទេដូចជាអាងមួយសម្រាប់ស្តុបទឹកនៅខាងនោះប្រាសាទហ្នឹងបាក់បែកអស់ហើយកន្លែងខ្ញុំដើរនេះបងប្អូនដើមឡើយគឺមានដំបូលក្រោយមកដោយសារសង្គ្រាមហើយនឹងកត្តាធម្មជាតិเราបាក់បែកអស់ហើយនៅសល់តែបកគោលហើយរសនៅលើហើយជុំវិញនេះដូចគ្នាអស់សិប្បកម្មធ្វើដូចគ្នាអស់ចំកណ្ដាលកំពូលប្រាសាទចំកណ្ដាលបងប្អូននេះnóស្អាតច្រើនណាប៉ុន្តែពុកបីបងប្អូនដែលបានសុំមកដល់វាយ៉ាងហើយវាតូចទេប៉ុន្តែចម្លាក់នៅក្បាច់ក្បូរល្អឯស្អាតរចនាបថប្រាសាទអង្គរវត្តបងស្អាតទេហើយแล้วខ្ញុំដើរតាមរោងទងខាងលិចជាខាងជើងដើរចេញទៅខាងជើងវិញនេះស្អាតស្អាតមែនទេអចាមែននេះឃើញទេបងខ្ញុំមានព្យាបរទេសគាត់មកអាហ្នឹងថតស្អាតមែនទេព្រោះអីថ្មបាយក្រៀមហើយនឹងថ្មភក់ភាគច្រើនថ្មបាយក្រៀមច្រើនជាងថ្មភក់អូស្អាតប្លង់